កម្ពុជាសូមបន្តទេសនាការប្រកួតរបស់ក្រុមបាយរិទ្ធមួយផ្សេងទៀតគឺជាការជួបគ្នារវាងឆាយសុវីនិងខាន់សុខៀន The Battle សូមស្វាគមន៍នៅក្នុងពេលនេះគឺជាការប្រកួតបេក្ខជនរបស់ខូចបាយរិទ្ធដែលមានបេក្ខជនរបស់យើងអញ្ជើញមកពីខេត្តសៀមរាបគឺបេក្ខជនឆាយសុវីនឹងឡើងប្រកួតជាមួយនឹងបេក្ខជនអញ្ជើញមកពីខេត្តសៀមរាបដូចគ្នាគឺបេក្ខជនខាន់សុខៀនដូច្នេះការប្រកួតចាប់ផ្ដើមដួងចិត្តបងដើរស្មងស្មងចំពោះស្រីលើលោកជ័យគ្មានអ្វីផ្ទឹមស្មើពុំងារទោះបីនូឡងខូចឈោចំពោះបងយ៉ាងណាក៏រិមរាតែងតែករណាស្រងស្រីថ្លៃហេតុអ្វីទៅក៏បើនៅមិនយល់ចិត្តអូនមិនអាណិតនេះបនដាប្រថ្មីដែលបញ្ឈឺយ៉ាងនឹងរឿងមួយប្រលឹងចង់ឃើញបងស្លាយបានជាថ្លៃកុំជួយតែក្តីនៃស្នេហាពិតទោះមានថ្ងៃណាជីវ៉ានឹងខ្លួនដឹងថាបងស្នេហ៍អូនស្នេហ៍អស់ពីដួងចិត្តដឹងទេបើដែលខុសផ្លូវខុសមួយជីវិតក៏យ៉ាងប្រទះប្រងដែលក្បន់ចិត្តឲ្យមានមិនសកាពេលដឹងថាជាចាំយ៉ាងណាដោយសេចក្តីស្នេហ៍គង់ថ្ងៃណាជីវ៉ានឹងខ្លួនដឹងថាបងស្នេហ៍អូនស្នេហ៍ពីដួងចិត្តដឹងទេបើដែលខុសផ្លូវខុសមួយជីវិតប្រយ័ត្នប្រទាំងប្រងដែលបត់ចិត្តឲ្យមានមិនសកាទើបដឹងថាជីចាប់យ៉ាងណាដោយសារក្តីស្នេហ៍គង់មានថ្ងៃណាជីវ៉ាដឹងខ្លួនដឹងថាបងស្នេហ៍អូនស្នេហ៍អស់ពីដួងចិត្តដឹងទេបើដែលខុសផ្លូវខុសមួយជីវ៉ាប្រយ័ត្នប្រទាំងប្រងដែលក្បត់ចិត្តឲ្យមិនសកាទើបដឹងថាជីចាប់យ៉ាងណាដោយសារក្តីស្នេហ៍អរគុណណាស់បាទនេះហើយគឺជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកដែលខុសពីកម្មវិធីប្រឡងចម្រៀងដទៃទៀតមិនគិតពីរូបរាងគិតពីសម្លេងអ្នកដែលមានទេពកោសល្យអ្នកដែលមានសមត្ថភាពនឹងបន្តទៅវគ្គ live show ជាបន្តដូច្នេះក្នុងចំណោមអ្នកទាំងពីរមិនដឹងថាមួយណាទេដែលត្រូវបន្តមុននឹងផ្ដល់ជាការសម្រេចចិត្តពីខូចបាយរិទ្ធសូមយោបល់ពីខូចទាំង4រូបមុនសិនបាទសូមអញ្ជើញខូចកញ្ញាបានមានយោបល់សម្រាប់អ្នកទាំងពីរចាអ្នកទាំងពីរពូកែប្រើប្រាស់សម្លេងបានល្អហើយលើកដាក់បទនៅបទចម្រៀងបទនេះលើកដាក់សម្លេងបានល្អហើយសម្លេងសុទ្ធតែមានទឹកដមសម្លេងដូចគ្នាហើយសម្លេងស្រែកបានខ្ពស់ដូចគ្នាកន្លែងទៀបក៏ធ្វើបានល្អកន្លែងធូរក៏ល្អកន្លែងតឹងក៏ល្អសម្រាប់សាវីពេលដែលគាត់ច្រៀងទៅអាកតុយរបស់គាត់ហ្នឹងរៀងគាត់ប្រឡែងចោលបន្តិចឆាប់ប្រឡែងពេកប៉ុន្តែគាត់មានទឹកដមសម្លេងព្រោះហើយខ្លាំងទៀតមានកម្លាំងហើយសម្រាប់សុខៀនចាសុខៀនពេលដែលចាប់ផ្ដើមច្រៀងមកស្ដាប់មកសតុននិងបកែលួងលោមមើលទៅបកែលួងលោមស្រីៗមើលទៅចាចាសម្លេងរបស់គាត់សតុនផ្អែមចាអ្នកទាំងពីរសិតតែមានសមត្ថភាពសម្លេងខ្លាំងខ្ពស់មានទឹកដមសម្លេងព្រោះល្អដូចគ្នាខ្ញុំក៏ពិបាកសម្រេចចិត្តប៉ុន្តែបើសិនជា
គាត់ជាកូនក្រុមរបស់ខ្ញុំវិញខ្ញុំនឹងជ្រើសរើសយកសាវីចា អរគុណកូនសុភាបានមានយោបល់យ៉ាងណាបាទ សម្រាប់នេះខ្ញុំផ្ទាល់គឺអ្នកទាំងពីរធ្វើបានល្អដូចគ្នាដោយឡែកចំណែកឯវីគាត់មានកន្លែងនៃស្រែកគឺគាត់ឡើងខ្ពស់ដល់បទចម្រៀងក៏ប៉ុន្តែដោយចាប់ដើមនៃបទចម្រៀងដូចជាស្ទើរតិចតួចទេក៏ប៉ុន្តែនេះខ្ញុំគិតថាសម្លេងរបស់គាត់គឺពីរោះសម្រាប់នេះខ្ញុំហើយចំណែកឯខៀនគឺគាត់ស្រែកបានល្អមិនតែប៉ុណ្ណោះមានកន្លែងមួយដែលមានប្រើសម្លេងក្រហមដូចកញ្ញាគាត់និយាយអញ្ចឹងលួងលោមអញ្ចឹងណាក៏ប៉ុន្តែដូចជារៀងមានញ័របន្តិចបន្តិចអ្វីដែលសំខាន់គឺកាយវិការក៏មានច្រើនដែរចាអរគុណហើយបើសិនជាសម្រាប់នេះខ្ញុំឲ្យនេះខ្ញុំជ្រើសយកគឺស្វីចាអរគុណណៃឯខូចបាទសវណ្ណរាជវិញមានយោបល់យ៉ាងណាដែរ បាទសម្រាប់អ្នកទាំងពីរក៏ធ្វើបានល្អនៅក្នុងថ្ងៃនេះចំណែកឯសវីវិញគាត់អភិវឌ្ឍខ្លួនគាត់បានល្អជាងវគ្គបន្លាញបាទគាត់សម្លេងរបស់គាត់ប្លែកជាងមុនល្អចេះប្រើសម្លេងមានទឹកដមនៅក្នុងបទចម្រៀងមួយបទនេះចំណុចខ្វះខាតរបស់គាត់ដូចកញ្ញានិយាយមែនអញ្ចឹងគាត់ប្រឡែងកតុយចោលឆាប់ប្រឡែងពេកចំណុចខ្លះបទចម្រៀងខ្លះជួនកាលព្រោះនៅកតុយហ្នឹងអញ្ចឹងមានអារម្មណ៍ថាបងអូនដូចមានអារម្មណ៍ថាដូចបញ្ញាប់ត្រៀមខ្លួនសម្រាប់ចូលទៅវគ្គមួយទៀតវាត្រៀមខ្លាំងពេកអញ្ចឹងចំណុចខ្វះខាតរបស់បងអូនមានតែកន្លែងនេះហើយកាយវិការក៏ដូចជាការស្លៀកពាក់ថ្ងៃនេះសវីធ្វើបានល្អអរគុណសម្រាប់សុខៀនសុខៀនសម្លេងសុខៀនល្អបងបានជួបបងអូនម្ដងហើយបាទសម្លេងបងអូនល្អមានទឹកដមសម្លេងប្លែកកាលពីវគ្គដំបូងបងអូនមានសម្លេងមួយដល់ពេលវគ្គនេះបងអូនអាចធ្វើសម្លេងផ្សេងមួយទៀតបានចំណុចខ្វះខាតរបស់សុខៀនត្រង់ចំណុចចោះទៅក្រោមវិញអត់ចង់និយាយថាសលេងយើងកុំព្យាយាមធ្វើឲ្យគីឡូពេកកាលណាគីឡូពេកវាលេងលឺបទចម្រៀងហ្នឹងប្រូបទហ្នឹងនិយាយពីអីហីអញ្ចឹងណាតែស្ទីលនៃការច្រៀងអារម្មណ៍នៃការច្រៀងមានហើយរឿងគាត់ថារឿងភ័យបន្តិចហើយសម្រាប់អ្នកទាំងពីរមកបទនេះធ្វើបានល្អសម្រាប់ខ្ញុំផ្ទាល់ក៏ពិបាករើសសម្រាប់អ្នកទាំងពីរដែរតែបើខ្ញុំរើសធ្វើជាកូនក្រុមរបស់ខ្ញុំយកសុខៀនខូចបាច់រិទ្ធបាទលោកមានយោបល់យ៉ាងណាដែរសម្រាប់អ្នកទាំងពីរបាទ អរគុណសម្រាប់ខ្ញុំសូមសរសើរដែលអ្នកទាំងពីរអាចបកស្រាយបទចម្រៀងជាមួយគ្នាហើយបញ្ចេញអស់ពីសមត្ថភាពប៉ុន្តែទន្ទឹមនឹងអ្វីដែលអ្នកទាំងអស់គ្នាបានកំពុងតែបង្ហាញនៅក្នុងពេលនេះគុណសម្បត្តិគឺគួរឲ្យសរសើរក៏ពិតមែនក៏ប៉ុន្តែចំណុចដែលខ្វះខាតគឺមានដូចគ្នាឥឡូវនេះបងនិយាយពីចំណុចល្អរបស់អ្នកទាំងពីរសូវីមានសម្លេងធ្ងន់ល្អគឺតាំងពីចាប់ផ្ដើមរហូតដល់ចប់គឺអាចការពារសម្លេងខ្លួនឯងឲ្យរក្សានៅលំនឹងមានន័យថាស្ដាប់ទៅអត់ភ័យប៉ុន្តែដោយសារការត្រៀមខ្លួនពេកធ្វើឲ្យសវីចូលមកវគ្គដំបូងគឺដូចជាចូលមុនភ្លេងបន្តិចបងស្ដាប់ទៅមានចំណុចខ្វះខាតហើយចំពោះចំណុចល្អរបស់សុខៀនគឺសុខៀនតែងតែបង្ហាញនៅភាព unique របស់ខ្លួនដោយការកែ style នៅក្នុងការច្រៀងដោយខ្លួនឯងហើយអាចទទួលយកបានសម្រាប់ចំណុចខ្វះខាតសវីស្ទើរកាយវិការពីពួកបងតែងតែនិយាយនៅពេលដែលបងបង្ហាត់បង្រៀនថាបើសិនបងប្អូនចង់ក្លាយជាតារាចម្រៀងម្នាក់អូនច្រៀងឈរស្ងៀមដូចជាវគ្គ blind audition មានន័យថាស្ដាប់តែសំឡេងមួយមុខគឺគេអាចស្ដាប់មួយញ៉េក៏បានប្អូនអត់កាយវិការសោះមិនកើតទេអញ្ចឹងទស្សនិកជនក៏ដូចជារូបបងចង់ស្ដាប់នៅសំឡេងរបស់ប្អូនហើយចង់មើលពីការសម្ដែងរបស់ប្អូនទៀតតើស័ក្តិសមជាបេក្ខជនដែលអាចក្លាយទៅជាតារាចម្រៀងអាជីពដែរឬអត់មួយវិញទៀតសម្រាប់សុខៀនមានចំណុចខ្វះខាតគឺមើលទៅដូចជាភ័យសំឡេងបងតែងតែមានការកែលម្អថាមិនចង់ឲ្យប្អូនធ្វើឲ្យធំពេកកាលណាយើងបំផោងសំឡេងធំពេកវាបានតែធំតែវាអត់ច្បាស់នៅប្រូប៉ុន្តែយ៉ាងណាមិញអ្នកទាំងពីរគឺបានធ្វើអស់ពីសមត្ថភាពនៅក្នុងពេលនេះបងសូមសរសើរបាទអរគុណបាទអ្នកទាំងពីរបានស្ដាប់ហើយពីយោបល់ខូចទាំង4រូបឥឡូវនេះដល់ពេលហើយគឺដល់ពេលដែលខូចបាច់រិទ្ធត្រូវសម្រេចចិត្តតើរវាងសុខៀនសូវីមួយណាដែលត្រូវបន្តទៅវគ្គ live show សូមជួយសម្រេចចិត្តសម្រាប់រូបខ្ញុំបេក្ខជនដែលអាចបន្តទៅវគ្គ live show បានគឺ
បេក្ខជនមួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់នោះគឺ The Voice